បងប្អូនទាំងនេះត្រូវចាំពាក្យខ្ញុំថាគុំដើម្បីសំពីរនិយមធ្វើឲ្យយើងធ្លាក់ខ្លួនក្នុងបំណុលខ្ញុំឃើញច្រើនមែនតើឥឡូវនឹងដើម្បីតែសំពីរនិយមដើម្បីតែការរាប់អានឲ្យចូលសង្គមគេចុះបែរជាទៅបងរំលូននេះបងរំលូននោះដែលរបស់ខ្លះមិនចាំបាច់ទេគឺគ្រាន់តែភាពហឺហាចុងក្រោយធ្លាក់ខ្លួនក្នុងបំណុលត្រូវចាំថាលុយដែលយើងមានលុយដែលយើងរកបានយើងទៅបងរំលោះអាហ្នឹងមិនមែនជាទ្រព្យទេវាគឺជាបំណុលខ្ញុំយល់ថាពេលខ្លះវាជាការសន្សំប៉ុន្តែបើការសន្សំខ្លះសន្សំដោះកតុយគេសន្សំលុយដោះកតុយហើយវាជួយអីដល់បងប្អូនទេគ្រាន់តែបំពេញមុខមាត់ដើម្បីទៅរាប់អានតែអីវាអត់ចាំបាច់ទេចឹងការរាប់អានហ្នឹងក៏មិនជាការរាប់អានដែលគេថាស្មោះត្រង់ទេដែរគ្រាន់តែការសម្ញែងទេចឹងថ្ងៃក្រោយពេលដែលបងប្អូនអត់មានអាហ្នឹងវិញគឺគេរាប់អានយើងទេអញ្ចឹងយើងវាធ្លាក់ទៅក្នុងបំណុលហើយយើងទៅតាមដេញតាមគេមិនទាន់នៅក្នុងការរាប់អានបែបសម្ភារៈនិយមចឹងពិចារណាឡើងវិញថាគុំបណ្ដោយឲ្យខ្លួនឯងធ្លាក់នៅក្នុងបំណុលដោយគ្រាន់តែជាការរាប់អាននិងការសម្ភារៈនិយមមួយនោះពោស៊ីកតួនៅស៊ីឆ្អែតបានដល់ពេលនេះអត់ស៊ីកាមេរ៉ាសោះហើយ